វារបៀបដូចយើងវះត្រីងៀតអញ្ចឹងបន្ទាប់មកយើងយកពោះយកសកៃវាចេញឲ្យស្អាតទុកម្ដុំសិនមកយើងទៅរៀបចំគ្រឿងផ្សេងទៀតដែលយើងមានដូចជារំដេងខ្ទឹមសស្លឹកក្រូចជាមួយនឹងម្ទេសអីហ្នឹងរំដេងយើងប្រើម្ដុំប្រហែលជាប៉ុនមេជើងមកចិតសបកចិតឲ្យស្អាតកាត់ពីជាកង់រាងតូចៗអញ្ចឹងហើយបុកវាម៉ត់មកបន្ទាប់ពីហ្នឹងមកគឺយើងមានជាខ្ទឹមសប្រើ5 6កពឹសហើយម្ទេសនេះវិញបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តសម្រាប់អាម្ទេសធំនេះគឺម្ទេសម្លេបងប្អូនអានឹងអត់ហឹរទេយើងដាក់ទៅដើម្បីឲ្យត្រីរបស់យើងមានពណ៌ស្អាតហើយក្លិនកាន់តែឈ្ងុយចឹងទៅសម្រាប់ស្លឹកក្រូចសើចយើងប្រើ5 6ស្លឹកហាន់វាឲ្យបានជាតសៃរាងល្អិតៗអញ្ចឹងហើយបុកបញ្ចូលគ្នាប៉ុន្តែបុកមិនបាច់ឲ្យម៉ត់ទេបន្ទាប់ពីហ្នឹងមកយើងដាក់គ្រឿងយកមកទឹកប្រេងខ្យងខ្ញុំប្រើ2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករកន្លះស្លាបព្រាបាយហើយចុងក្រោយគឺនឹងប្រេងល្ងក៏បានប្រេងឆាក៏បាន1ស្លាបព្រាបាយសម្រាប់ម្ទេសហុយនេះវិញបងប្អូនដាក់ក៏បានអត់ក៏បានដែរអានេះដោយសារតែខ្ញុំរៀងចូលចិត្តហឹរដែរចឹងហើយខ្ញុំបន្ថែមទៀតចឹងណាប៉ុន្តែបើសិនជាបងប្អូនអត់ចូលចិត្តហឹរទេម្ទេសហុយម្ទេសអីហ្នឹងយើងមិនបាច់ដាក់ទេយើងច្របល់គ្រឿងមើលតែវាចូលជាតិហើយបងប្អូនចង់ភ្លក់ក៏បានឬក៏អត់ក៏បានដែរអានេះដោយសារតែខ្ញុំធ្លាប់ធ្វើខ្ញុំចាំដៃចឹងណាចឹងហើយខ្ញុំអត់ភ្លក់ទេរសជាតិរបស់វានឹងអត់ប្រៃខ្លាំងទេបងប្អូនមិនល្មមញ៉ាំបន្ទាប់ពីហ្នឹងមកយើងយកគ្រឿងទាំងអស់ហ្នឹងមកប្រឡាក់ពីខាងលើត្រីហ្នឹងបងប្អូនប៉ាតវាឲ្យពេញហើយយើងយកទៅអាំងសម្រាប់ការអាំងនេះគឺខ្ញុំអាំងដោយប្រើ microwave ហើយកម្ដៅវាគឺនៅខាងលើរយៈពេលដែលខ្ញុំអាំងហ្នឹងគឺចំនួន10នាទីប៉ុន្តែបើសិនជាបងប្អូនអាំងជាក្រានខ្ជុំយើងសេរីតាមហ្នឹងទៅបើជាក្រានខ្ជុំត្រូវអាំងផ្កាប់ទៅខាងក្រោមវិញបងប្អូនអញ្ចឹងហើយតើតប្រើប្រទេសអាំងដែលមានកន្លាញឹកចឹងទៅព្រោះមិនស្រួលទេវាជ្រុះគ្រឿងជ្រុះអីទៅខាងក្រោមអស់អញ្ចឹងណាហើយពេលវេលាបងប្អូនលៃលោកមើលតាមហ្នឹងទៅសម្រាប់ត្រីសាបាក់អាំងអំបិលម្ទេសនេះដែរយើងញ៉ាំជាមួយទឹកត្រីកោះកុងគឺកាន់តែឆ្ងាញ់បងប្អូនហើយទឹកត្រីកោះកុងនេះគឺខ្ញុំកិនដាក់ហ្មងហើយខ្ញុំអត់បានបង្ហាញទេ